ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាស្ពានបុរាណមួយដែលមានអាយុកាលជិត1000ឆ្នាំពលគឺកសាងក្នុងសតវត្សទី12ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ដែលជាកំពូលវីរក្សត្រសម័យអង្គរព្រះអង្គបានកសាងសមិទ្ធផលជាច្រើនស្កេស្កាដូចជាសាកលវិទ្យាល័យមន្ទីរពេទ្យ102សាលាសំណាក់121ប្រាង្គប្រាសាទជាច្រើនរួមទាំងផ្លូវថ្នល់ស្ពានផងដែរចំពោះស្ពាននេះមានឈ្មោះថាស្ពានទ័ពឬស្ពានទឹកតាមតែអ្នកស្រុកហៅដែលមានទីតាំងស្ថិតនៅក្នុងភូមិជើងទៀនឃុំជើងទៀនស្រុកចំការខេត្តឧត្តរមានជ័យស្ពាននេះមានប្រវែងប្រមាណ150ម៉ែត្រទទឹង16ម៉ែត្រកន្លះកម្ពស់ជិត10ម៉ែត្រប៉ុន្តែដោយរដូវវស្សាមានទឹកហូរកាត់ខ្លាំងនាំដីល្បាប់កំទេចកំទីឈើហូរចាក់មកបំពេញគល់ស្ពានធ្វើឲ្យបាត់សសរប្រមាណជា4ទៅ5ម៉ែត្រកាលសម័យអង្គរតែមានស្ពានធំតាមផ្លូវបុរាណដូចជាផ្លូវចេញពីរាជធានីអង្គរទៅកាន់សម្បូរព្រៃគុកអេសានបុរាណដោយឆ្លងកាត់ហារិយាល័យរបស់នោះរលួសសពថ្ងៃមានឈ្មោះថាស្ពានប្រាប់ទិសឬស្ពានកំពង់ក្តីស្ពានទ័ពនេះទៀតសោតភ្ជាប់ពីទីក្រុងភិម៉ាយពូរ៉ាភិម៉ាយខេត្តនគរសីមាប្រទេសថៃបច្ចុប្បន្នគេចាត់ទុកស្ពាននេះជាស្ពានបុរាណវែងជាងគេផងដែរនៅក្នុងសម័យកាលដ៏រុងរឿងនាសម័យអង្គរស្ពាននេះផងដែរត្រូវបានជួសជុល2លើកដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាឆ្នាំ2015ផ្នែកខាងលិចនិង2016ដំណាក់កាលទី2ផ្នែកខាងកើតផងដែរហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសង្ឃឹមថាជាចំណេះដឹងតូចមួយសម្រាប់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ